មេដឹកនាំ5ប្រទេសដែលប្រើនយោបាយនិងយោធាដាច់ខាតបំផុតលើពិភពលោកក្នុងពេលបច្ចុប្បន្នចំណាត់ថ្នាក់ទី5លោកគីមចុងអ៊ុនមេដឹកនាំកម្ពុជារបស់កូរ៉េខាងជើងសង្កត់ធ្ងន់លើអំណាចយោធានិងការអភិវឌ្ឍមីស៊ីលជាបន្តបន្ទាប់ដើម្បីដាក់សម្ពាធលើប្រទេសជិតខាងជាពិសេសសហរដ្ឋអាមេរិកលោកបានប្រកាសថាកូរ៉េខាងត្បូងជាសត្រូវលេខ1របស់ជាតិរួមទាំងការប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរជាប្រចាំនិងបដិញ្ញាចិត្តលើកកម្ពស់កងទ័ពដើម្បីប្រយុទ្ធជានិច្ចកាលលោកបានបន្ថែមយុទ្ធសាស្ត្រថ្មីដល់កងទ័ពជាពិសេសបច្ចេកទេសដ្រូនមីស៊ីលប្រដេញចំគោលដៅខ្ពស់និងសង្គ្រាមអេឡិចត្រូនិកចំណាត់ថ្នាក់ទី4លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកប្រើប្រាស់គោលនយោបាយអាមេរិកគឺស្តង់ដារដោយបន្តវិធានការយោធាដាច់ខាតនិងការប្រឈមមុខខាងភូមិសាស្ត្រដើម្បីរារាំងគូប្រជែងតាមរយៈការចំណាយថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់លោកមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ប្រតិបត្តិការយោធាដោយផ្ទាល់នោះទេដែលច្បាស់បំផុតគឺប្រទេសណេវេស៊ុយអេឡានិងអេរ៉ង់លោកបានបញ្ជាឲ្យមានការពង្រឹងកងទ័ពជាបន្តបន្ទាប់នៅមជ្ឈមបូព៌ាក្នុងកំឡុងពេលការតំណែងរបស់លោកអាមេរិកបានសាកល្បងមីស៊ីលប្លង់អន្តរទ្វីបដែលមានសមត្ថភាពបន្សាបក្បាលគ្រាប់នុយក្លេអ៊ែរចំណាត់ថ្នាក់លេខ3ម៉ូតាបាក់ខេមេនីដោយសារតែជំហរដ៏តឹងរ៉ឹងក្នុងពេលបច្ចុប្បន្នសង្កត់ធ្ងន់លើការប្រឈមមុខដើម្បីការពារផលប្រយោជន៍របស់អ៊ឺរ៉ង់ប្រកាន់ភ្ជាប់នៅបដិវត្តន៍អ៊ីស្លាមនិងប្រកាសខ្លួនជាសត្រូវរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដោយបើកចំហមេដឹកនាំកម្ពុជាបច្ចុប្បន្នរបស់អ៊ឺរ៉ង់ត្រូវបានគេហៅថាអ្នកដាច់ខាត 100% ដោយវិនិច្ឆ័យពីឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធាជំនួសការចរចាលោកគាំទ្រកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ពេញទំហឹងដែលជាក្រុមយោធាដ៏មានឥទ្ធិពលនិងដឹកនាំដោយមនោគមវិជ្ជាគ្មានពីរក្នុងប្រទេសចំណាត់ថ្នាក់ទី2លោកវ៉ាឌីមៀពូទីនគំនិតរបស់មេដឹកនាំរុស្ស៊ីឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសនិងយោធាផ្អែកលើការប្រើប្រាស់កម្លាំងការពារផលប្រយោជន៍ជាតិនិងការបដិសេធមិនសម្របសម្រួលជាមួយសម្ពាធរបស់លោកខាងលិចក្រុមដែលមានឥទ្ធិពលនៅក្នុងប្រទេសរុស្ស៊ីដឹកនាំដោយលោកពូទីនប្រកាន់ខ្ជាប់នៅផ្នត់គំនិតជាតិនិយមដោយផ្ដល់អាទិភាពដល់អំណាចយោធាដែលឃើញច្បាស់គឺការប្រើកម្លាំងយោធានៅអ៊ុយក្រែនដែលត្រូវបានចាត់ទុកថាជាវិធានការដាច់ខាតបំផុតចំណាត់ថ្នាក់ទី1លោកប៊េនចាមីននេតានយ៉ាហ៊ូមេដឹកនាំអ៊ីស្រាអែលមានគំនិតសង្កត់ធ្ងន់លើសន្តិសុខយោធាដាច់ខាតបំផុតដែលជាក់ស្ដែងឃើញក្នុងសង្គ្រាមប្រឆាំងនឹងហាម៉ាស់នៅកាហ្សាដោយលោកជឿជាក់ថាសន្តិភាពអាចកើតមានឡើងលុះត្រាតែមានកងទ័ពដែលរឹងមាំនិងខ្លាំងជាងសត្រូវគាត់ប្រើប្រាស់ប្រតិបត្តិការយោធាវាយប្រហារដើម្បីទប់ទល់នឹងការគំរាមកំហែងយ៉ាងដាច់ខាតដូចដែលបានឃើញនាពេលបច្ចុប្បន្ននេះ